ពលរដ្ឋថៃកំពុងឡាំប៉ាក្រោយកម្ពុជាបានបញ្ជូនតំបន់ជម្លោះចំនួន4ទៅតុលាការ ICJ ដោយមិនបញ្ចូលក្នុងកិច្ចប្រជុំ JBC បើតាមការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនៅថ្ងៃនេះបានឲ្យដឹងថាមានប្រជាជនថៃជាច្រើនកំពុងឡាំប៉ាធ្វើបាតុកម្មក្នុងប្រទេសពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជាថៃក្រោយលើការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាមិនយករឿងតំបន់មុំបីប្រាសាទតាមាន់ធំតាមាន់តូចនិងតាក្របីមកនិយាយក្នុងកិច្ចប្រជុំនៅថ្ងៃទី14ខែមិថុនាខាងមុខនេះឡើយនិងបន្តដាក់ពាក្យបណ្ដឹងនៅតុលាការអន្តរជាតិ ICJ ការសម្រេចចិត្តដ៏ឈ្លាសវៃនិងត្រឹមត្រូវបំផុតឆ្លើយតបនឹងទង្វើនៃការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេសបានបង្ហាញការសាទរយ៉ាងខ្លាំងផងដែរពលរដ្ឋខ្មែរថាខ្លាចអីបើអ្នកឯងមានសុទ្ធឡើងតុលាការទាំងអស់គ្នានោះនឹងឃើញហើយថាមួយណាមានសុទ្ធគួរបញ្ជាក់ថារដ្ឋាភិបាលកម្ពុជានៅថ្ងៃទី4ខែមិថុនាបានចេញសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថាដើម្បីជាប្រយោជន៍ដល់ការធានាបាននូវដំណោះស្រាយដោយយុត្តិធម៌មិនលំអៀងនិងនិរន្តរភាពកាលពីថ្ងៃទី2ខែមិថុនាឆ្នាំ2025រាជរដ្ឋាភិបាលបានសម្រេចបញ្ជូនវិវាទលើតំបន់រសើបចំនួន4គឺមុំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេវិវាទទាំង4នេះនៅតែមិនទាន់មានដំណោះស្រាយនិងជារឿងរសើបយូរយារណាស់មកហើយដែលតែងបង្កភាពតានតឹងប្រសិនបើទុកចោលដោយមិនបានដោះស្រាយយ៉ាងណាស្របពេលដែលកម្ពុជាដោះស្រាយតាមផ្លូវច្បាប់នៅ ICJ រាជរដ្ឋាភិបាលនៅតែបដិញ្ញាចិត្តក្នុងការសន្ទនានឹងការទូតកម្ពុជានឹងបន្តចូលរួមតាមរយៈក្របខ័ណ្ឌទ្វេភាគីដែលមានស្រាប់ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបន្ទាប់នៃគណៈកម្មការចម្រុះស្តីពីការបោះបង្គោលព្រំដែនគោក JBC នៅថ្ងៃទី14ខែមិថុនាឆ្នាំ2025នៅរាជធានីភ្នំពេញដោយមិនដាក់បញ្ចូលបញ្ហាវិវាទទាំង4ខាងលើក្នុងរបៀបវារៈនៃសម័យប្រជុំ JBC នាពេលខាងមុខនោះទេកម្ពុជាសង្ឃឹមថាថៃនឹងសហការគ្នាបញ្ជូនសំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិក្នុងស្មារតីយុត្តិធម៌ការកសាងទំនុកចិត្តមិត្តភាពយូរអង្វែងនិងភាពជិតខាងល្អរាជរដ្ឋាភិបាលជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ដោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់និងអត់ធ្មត់ហើយកុំឲ្យវាក្លាយជាបញ្ហាណែមណូសញ្ចេតនាជនជាតិឬជាតិនិយមយើងសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងធម្មតាជាមួយប្រទេសថៃជាពិសេសក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍និងកិច្ចសហប្រតិបត្តិការទូលំទូលាយដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនរបស់យើង